all of it. Allah. Hey.សួស្តីប្រិមិត្តដែលចូលចិត្តទស្សនារឿងខ្មោចទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងខ្មោចរបស់ឥណ្ឌូនេស៊ីថ្មីច្រេះមួយដែលទើបតែនឹងចេញរៀងយូរដែរលើកយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាដោយសាច់រឿងមួយនេះគឺនិយាយអំពីសាកសពដែលត្រូវបានឆ្មាខ្មៅក្រឡងភ្លាមៗនោះសាកសពក៏ចាប់ផ្ដើមក្រោកឡើងដែលជាហេតុធ្វើឲ្យរឿងរ៉ាវចំណែកក៏ចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់នៅក្នុងក្រុមគ្រួសារមួយនេះហើយចំពោះសាច់រឿងប្រភេទបែបហ្នឹងគឺជាសាច់រឿងដែលស្រដៀងជាមួយនឹងរឿងរ៉ាវរបស់ខ្មែរយើងដែរប៉ុន្តែទោះត្រង់ថាសាកសពរបស់ឥណ្ឌូនេស៊ីដែលត្រូវបានឆ្មាក្រឡងនោះវាអាចនឹងកាចសាហាវនិងគួរឲ្យខ្លាចជាងរឿងរបស់ខ្មែរយើងបន្តិចដោយសារតែការលំបន្លាចនោះវាហាក់ដូចជាឆៅខ្លាំងពេកមិនថាយប់មិនថាថ្ងៃនោះទេសមាជិកគ្រួសារតែងតែជួបរឿងប្លែកៗដែលគេនិយាយថាគឺជារឿងរ៉ាវខ្មោចលន់នឹងឯងដូច្នេះដើម្បីចង់ដឹងថាតើខ្មោចឆ្មាក្រឡងរបស់ឥណ្ឌូនេស៊ីនិងខ្មោចឆ្មាក្រឡងរបស់ខ្មែរយើងវាមានភាពគួរឲ្យខ្លាចនិងខុសគ្នាកម្រិតណាសូមចូលទៅទស្សនានៃការសម្ដែងសាច់រឿងសពឆ្មាក្រឡងទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងមាននារីម្នាក់ដែលនាងមានឈ្មោះថា Linda នាងកំពុងតែសម្លឹងមើលរូបថតរបស់នាងជាមួយនឹងគូស្នេហ៍របស់នាងប៉ុន្តែនៅពេលនេះគឺវាបានបែកបាក់គ្នាទៅហើយមូលហេតុអាចបណ្ដាលមកពីនាងគឺជាមនុស្សស្រីមិនល្អរកស៊ីផ្លូវភេទអញ្ចឹងហើយបានជានាងសម្រេចចិត្តបញ្ចប់ស្នេហាជាមួយនឹងមនុស្សដែលនាងស្រឡាញ់ហើយនៅក្នុងចំណោមផងដែរនាងក៏ត្រូវបានមានជនមិនស្គាល់មុខម្នាក់ទៅធ្វើអំពើដាក់នាងមិនដឹងថានាងបានធ្វើអ្វីខុសនោះទេបានជាគេគុំគួនរហូតដល់ចង់ធ្វើអំពើដាក់នាងបែបនេះដូច្នេះនៅក្នុងជុំនឹងរឿងរ៉ាវចំណែកបានកាត់ឡើងនៅក្នុងផ្ទះរបស់នាងសុកឬសំឡេងគោះទ្វារដំបងឡើយស្មានថាជាកូនប៉ុន្តែមិនមែននោះទេបន្ទាប់មកនាងបានឃើញមានដៃខ្មោចជាច្រើននៅក្នុងផ្ទះប៉ុន្តែបន្ទាប់ពីនាងដើរពិនិត្យមើលចោះពិនិត្យមើលឡើងក៏ស្រាប់តែដៃទាំងអស់នោះបាត់ទៅវិញតែធ្វើឲ្យនាងមិនប្រកាសថាតើនាងស្រវឹងភ្នែកឬក៏មានរឿងអ្វីកើតឡើងមិនយូរប៉ុន្មាននាងក៏បានឮសំឡេងនៅក្នុងផ្ទះបាយប៉ុន្តែនៅពេលដែលនាងចូលទៅមើលទៅស្រាប់តែដៃខ្មោចនោះបែរជាមកចាប់ទាញក្បាលរបស់នាងអូសយកទៅតែម្ដងមិនយូរប៉ុន្មានដៃខ្មោចនោះក៏បានបាត់ម្ដងទៀតដែលធ្វើឲ្យនាងមិនដឹងថាតើមានរឿងអ្វីកើតឡើងពិតប្រាកដនោះទេបន្ទាប់មកនាងបានឃើញវាជាច្រើនបានលេចចេញមកចង់ទាញនាងយកទៅលុះដល់ពេលវេលា4ខែកន្លងផុតទៅ Linda ចាប់ផ្ដើមធ្លាក់ខ្លួនឈឺគឺមានតែកូនស្រីពៅរបស់នាងម្នាក់តែប៉ុណ្ណោះដែលនាងមានឈ្មោះថា Aira ជាអ្នកនៅមើលថែទាំនាងហើយនាងបានប្រាប់ឲ្យ Aira នោះហៅកូនរបស់នាង2នាក់ទៀតដើម្បីឲ្យមកជួបជាមួយនាងផងដែរប៉ុន្តែពួកគេគឺសិតតែរវល់ទាំងអស់ហើយរាល់ថ្ងៃនាងមានអារម្មណ៍ក្តៅផ្សាអន្ទះអន្តែងទោះបីជានាងមុជទឹកជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយអ្វីដែលកាន់តែចំណែកទៀតនោះអាយរ៉ាបានឃើញមានសត្វក្អែបនៅក្នុងសក់របស់គាត់នៅពេលដែលនាងជួយសិតសក់ឲ្យម្ដាយរបស់ខ្លួនដោយសារតែមិនដឹងថាពឹងរកអ្នកណានាងក៏បានតែងតែសរសេរសម្បត្តិទៅកាន់បរិសម្នាក់ដែលគាត់មានឈ្មោះថា Fial នោះគឺនាងអត់ស្គាល់នោះទេប៉ុន្តែនាងស្គាល់តាមរយៈកាសែតអញ្ចឹងហើយបានជានាងផ្ញើសម្បត្តិប្រាប់អំពីអាការៈរបស់ម្ដាយនាងទៅកាន់គាត់ស្ទើរតែជារៀងរាល់ថ្ងៃរាល់ពេលដែលមានការវិវត្តអ្វីមួយកើតឡើងហើយរឿងរ៉ាវចំណែកចេះតែកើតឡើងទៅលើម្ដាយរបស់នាងជាបន្តរហូតដល់ថ្ងៃមួយនោះមានអំបែងកែវចេញមកពីក្នុងមាត់របស់គាត់ថែមទៀតផងហើយស្ទើរតែធ្វើឲ្យនាងមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតដូច្នេះនាងក៏បានសម្រេចចិត្តខលទៅកាន់បងប្រុសនិងបងស្រីរបស់នាងដើម្បីឲ្យមកកាន់ទីនេះព្រោះតែអាការៈម្ដាយរបស់ពួកគេនោះកាន់តែធ្ងន់ធ្ងរទៅហើយប៉ុន្តែពួកគេមិនអាចមកបាននោះទេដូច្នេះអ៊ីរ៉ានាងតែងតែសរសេរសម្បត្តិប្រាប់ទៅកាន់លោកកាំងហ្វីអាល់ឲ្យដឹងអំពីស្ថានភាពម្ដាយរបស់នាងបន្ទាប់ពីវិវត្តជាបន្តបន្ទាប់នៅក្នុងជំនឿផងដែរនាងបែរជាបានឃើញទ្វារបន្ទប់របស់នាងបើកដោយខ្លួនឯងនាងគិតថាជាម្ដាយប៉ុន្តែដល់ពេលដែលនាងមើលទៅអត់មានឃើញអីនោះទេប៉ុន្តែភ្លាមនោះស្រាប់តែម្ដាយរបស់នាងបែរជាមកនៅពីក្រោយនាងទៅវិញហើយតាមទាំងក្អួតឈាមដាក់នាងថែមទៀតហើយឈាមនោះគឺមានសត្វក្អែបចេញមកពីក្នុងមាត់របស់គាត់ហើយនៅក្នុងយប់មួយនៅពេលដែលអ៊ីរ៉ានាងយកសម្បត្តិផ្ញើទៅកាន់លោក Fial ស្រាប់តែម្ដាយរបស់នាងដែលនៅផ្ទះម្នាក់ឯងហ្នឹងគាត់បែរជាដោះសម្លៀកបំពាក់អស់ទុកតែសម្លៀកបំពាក់ក្នុងហើយបានដើរចេញទៅខាងក្រៅក៏បានជួបជាមួយនឹងបរិសដែលជាអ្នកភូមិ2នាក់ធ្វើឲ្យពួកគេភ្ញាក់ផ្អើល
ពេលដែលឃើញស្ថានភាពរបស់អ្នកស្រីលីនដាបែបនេះធ្វើឲ្យពួកគេហ្នឹងគឺមិនពេញចិត្តនោះទេនឹងនាំគ្នាប្រាប់ទៅកាន់លោកមេភូមិចំណែកឯអ៊ីរ៉ានៅពេលដែលនាងត្រឡប់ដល់ផ្ទះវិញស្រាប់តែឃើញសម្លៀកបំពាក់ក្រៅរបស់គាត់ត្រូវបានដោះចោលនៅមុខផ្ទះដូច្នេះនាងក៏បានរើសម្លៀកបំពាក់នោះឡើងមកបន្ទាប់មកក៏បានរត់ទៅរកគាត់នៅក្នុងផ្ទះប៉ុន្តែទោះបីជានាងរកយ៉ាងណាក៏រកអត់ឃើញគាត់ដែរមិនយូរប៉ុន្មាននាងក៏បានឮសំឡេងអ្នកភូមិផ្អើលឈូឆរព្រោះតែម្ដាយរបស់នាងគឺគាត់បានមកដេកជួបបារីនៅទីបញ្ចុះសពរបស់លោកតាលោកយាយរបស់នាងឯណេះដែលធ្វើឲ្យអ្នកភូមិមិនពេញចិត្តនោះទេនៅក្នុងសភាពរបស់គាត់បែបនេះនិយាយទៅគឺគេប្រកាន់ខ្លាំងណាស់ប៉ុន្តែត្រូវបានលោកមេភូមិនោះធ្វើការសម្រុះសម្រួលឲ្យអ្នកភូមិត្រឡប់ទៅវិញសិនទៅទោះឲ្យគាត់គឺជាអ្នកដោះស្រាយហើយលោកមេភូមិបានប្រាប់ឲ្យអ៊ីរ៉ាហ្នឹងមើលថែម្ដាយឲ្យបានល្អបើមិនចឹងនោះទេអ្នកភូមិច្បាស់ជាដេញពួកគេចេញពីភូមិនេះជាមិនខានបើសិនជាមានរឿងបែបនេះបន្តទៅទៀតហើយនាងក៏បានយកម្ដាយរបស់នាងត្រឡប់មកផ្ទះវិញនិងមួយទឹកសម្អាតខ្លួនឲ្យគាត់ដោយគាត់បានត្រឹមតែសុំទោសតែប៉ុណ្ណោះបន្ទាប់មកអ៊ីរ៉ាក៏បានទទួលសម្បត្តិពីលោកហ្វីអាល់វិញដោយលោកហ្វីអាល់ប្រាប់ថាអាការៈម្ដាយរបស់នាងមិនដូចជាអ្នកឈឺនោះទេផ្ទុយទៅវិញគាត់គិតថាម្ដាយរបស់នាងគឺត្រូវអំពើរបស់គេកំពុងតែមើលសម្បត្តិរបស់លោកហ្វីអាល់ស្រាប់តែនាងបានឮសំឡេងមានគេគោះទ្វារនៅឯខាងក្រៅដល់តែពេលដែលនាងចេញទៅបើកមើលទៅតាមពិតគឺជាបងប្រុសនិងបងស្រីរបស់នាងពួកគេបាននាំគ្នាត្រឡប់មកផ្ទះតាមការស្នើសុំរបស់នាងប៉ុន្តែចំណែកត្រង់ថាបាត់ប្រពន្ធបងប្រុសរបស់នាងមិនឃើញមកទាល់តែសោះហើយបងប្រុសក៏បានប្រាប់កុំឲ្យនាងមាត់អីព្រោះឲ្យខ្លាចកូនរបស់គាត់នោះនឹកឃើញដល់ម្ដាយរបស់គេបន្ទាប់មកនាងក៏បាននាំបងប្រុសនិងបងស្រីមើលអំពីស្ថានភាពម្ដាយរបស់ខ្លួនហើយពួកគេក៏បានចេញមកដើម្បីពិភាក្សាគ្នាចំពោះរឿងមួយនេះដោយអ៊ីរ៉ាគឺយកសម្ដីរបស់លោកហ្វីអាល់ប្រាប់ទៅកាន់បងរបស់នាងថានាងសង្ស័យថាម្ដាយនឹងត្រូវអំពើរបស់គេប៉ុន្តែផ្ទុយទៅវិញបងស្រីដែលមានឈ្មោះថាអារ៉ានឹងគឺនាងគិតថាប្អូនស្រីល្ងងនៅខេត្តយូពេកធ្វើឲ្យនាងនឹងជឿងប់ងល់ទៅលើរឿងរ៉ាវទាំងអស់នេះចឹងហើយបានជាគាត់ចង់ឲ្យនាងទៅរស់នៅទីក្រុងនឹងគេទៅដើម្បីកុំឲ្យគំនិតរបស់នាងចាស់កម្រិលអញ្ចឹងពេកពួកគេបានមានការឆ្លោះប្រកែកគ្នាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវមួយនេះដោយបងរបស់នាងបានចាប់ប្រកាន់ថានាងមិនបានសម្អាតផ្ទះសម្បែងរហូតធ្វើឲ្យម៉ែឈឺទោះបីជាមនុស្សជាក៏ត្រូវតែឈឺដែរបើផ្ទះសិតតែធូលីដីបែបនេះហើយអ៊ីរ៉ាបានប្រកែកថានាងគ្មានពេលសម្អាតនិងរៀបចំផ្ទះនោះទេព្រោះតែនាងរវល់តែមើលម្ដាយតែម្នាក់ឯងនៅពេលដែលពួកគេកំពុងតែប្រកែកគ្នានៅខាងក្រៅពួកគេអាចបានដឹងនោះទេថាម្ដាយរបស់ពួកគេកំពុងតែមានដៃខ្មៅជាច្រើនបានមកចាប់ទាញចង់អូសយកគាត់ទៅប៉ុន្តែកូននោះអត់ដឹងរឿងអីនោះទេគាត់ខំប្រឹងស្រែកទម្រាំតែកូនលឺនឹងគាត់ស្ទើរតែដៃខ្យល់ទៅហើយនៅពេលដែលពួកគេលឺក៏បាននាំគ្នាប្រញាប់រត់ចូលទៅប៉ុន្តែមិននឹកស្មានថាពេលដែលពួកគេចូលទៅឃើញថាម្ដាយបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយដែលធ្វើឲ្យអ៊ីរ៉ាគឺនាងមិនអាចទទួលយកបាននោះទេលុះដល់ថ្ងៃស្អែកឡើងពួកគេបានរៀបចំពិធីបុណ្យសពឲ្យគាត់ដោយមានអ្នកភូមិជាច្រើននោះគឺបាននាំគ្នាមកចូលរួមប៉ុន្តែនៅក្នុងថ្ងៃហ្នឹងអារ៉ានាងប្រាប់ថានាងមករដូវអញ្ចឹងគឺនាងមិនអាចចូលរួមនៅក្នុងពិធីបុណ្យសពម្ដាយរបស់នាងនោះទេហេតុនេះគឺមានតែពឹងផ្អែកទៅលើប្អូនស្រីឲ្យធ្វើកិច្ចការងារមួយនេះជំនួសនាងតែប៉ុណ្ណោះហើយប្អូនស្រីក៏អត់ថាអីដែរព្រោះអីទំនៀមទម្លាប់របស់គេប្រហែលជាមិនឲ្យនារីដែលមានរដូវនោះគឺមកធ្វើពិធីគោរពទៅលើសាកសពឡើយហើយនៅពេលដែលគ្រប់គ្នាកំពុងតែធ្វើពិធីបុណ្យសពនោះសុកស្រាប់តែមានឆ្មាខ្មៅមួយក្បាលវាបានរត់ឡើងមកដោយគ្មាននរណាម្នាក់បានចាប់អារម្មណ៍នោះទេហើយវាបានរត់សម្ដៅទៅរកសាកសពតែម្ដងឃើញបែបនេះធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងស្របពេលដែលសាកសពក៏ចាប់ផ្ដើមក្រោកឡើងអង្គុយថែមទៀតឃើញមិនស្រួលអញ្ចឹងអ្នកដែលមកចូលរួមនៅក្នុងពិធីបុណ្យសពក៏បាននាំគ្នារត់ចែកជើងគ្នាព្រាតអស់រលីងដោយសារតែសាកសពនោះគឺញញឹមស្រស់ខ្លាំងពេកសូម្បីតែលោកគ្រូអាចារ្យហ្នឹងគាត់ក៏រត់បាត់ជើងសោព្រាតដូចជាគេដូចជាឯងដែរប៉ុន្តែមិននឹកស្មានថាម្ដាយរបស់ពួកគេបែរជាមានជីវិតរស់ឡើងវិញទាល់តែសោះហើយពួកគេក៏បានហៅគ្រូពេទ្យមកឲ្យធ្វើការពិនិត្យមើលប៉ុន្តែគ្រូពេទ្យក៏មិនអាចធ្វើការពន្យល់ពីបាតុភូតនេះបានដែរដោយគិតថាប្រហែលជាគាត់គ្រាន់តែភ្លឹកនិងរស់ឡើងវិញតែប៉ុណ្ណោះបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់កូនរបស់គាត់ថាចាប់ពីពេលនេះទៅពួកគេនឹងរស់នៅជុំគ្នាជាមួយនឹងចៅស្រីរបស់គាត់ផងដែរលុះដល់ពេលយប់ឡើងអារីសុំប្អូនស្រីត្រឡប់ទៅវិញគឺទៅនៅជាមួយនឹងផ្ទះប្អូនស្រីដែរព្រោះតែគាត់នឹងអត់មានប្រាក់សម្រាប់បង់ថ្លៃជួលផ្ទះនោះទេប៉ុន្តែត្រូវបានអារ៉ាបដេសែតនាងនិយាយថាបន្ទប់របស់នាងជួលនោះគឺទូចមិនអាចនៅគ្នាច្រើនបានឡើយប៉ុន្តែការពិតទៅគឺនាងគ្រាន់តែចង់លាក់បាំងពីមុខរបរដែលនាងបានធ្វើឬក៏រកស៊ីតែប៉ុណ្ណោះលុះដល់ថ្ងៃស្អែកព្រឹកឡើងពួកគេក៏បានភ្ញាក់ផ្អើលម្ដងទៀតដោយសារតែផ្ទះត្រូវបានសម្អាតយ៉ាងស្អាតនិងរៀបចំទុកដាក់បានយ៉ាងត្រឹមត្រូវ
មិនត្រឹមតែប៉ុណ្ណោះម្ហូបអាហារក៏ត្រូវបានធ្វើយ៉ាងរួចរាល់ថែមទៀតទាំងដែលកន្លងមកម្ដាយរបស់ពួកគេមិនធ្លាប់ធ្វើបែបហ្នឹងនោះទេធ្វើពួកគេនឹងក៏រៀងមានអារម្មណ៍ងឿងឆ្ងល់ដែរប៉ុន្តែម្ដាយប្រាប់ឲ្យពួកគេនឹងញ៉ាំទៅហើយពួកគេក៏មិនបានចាប់អារម្មណ៍ពីរឿងរ៉ាវទាំងអស់នេះព្រោះឲ្យគិតថានៅពេលដែលគាត់រស់ឡើងវិញអញ្ចឹងអាចនឹងធ្វើឲ្យគាត់មានការផ្លាស់ប្ដូរមិនត្រឹមតែផ្លាស់ប្ដូរអត្តចរិតនោះទេសូម្បីតែការសរសេរឈ្មោះរបស់គាត់ដោយជាភាសាអង់គ្លេសហ្នឹងគាត់អាចសរសេរនៅដៃខាងឆ្វេងបានថែមទៀតអ៊ីរ៉ានាងក៏បានយករឿងរ៉ាវចំណែកនេះសរសេរសម្បត្តិប្រាប់ទៅកាន់លោកហ្វីអាល់ប៉ុន្តែនៅពេលដែលនាងកំពុងតែសរសេរសម្បត្តិនាងមានអារម្មណ៍ថាដូចជាមានមនុស្សដើរពីក្រោយខ្នងរបស់នាងលុះដល់ពេលដែលងាកមើលទៅក៏អត់បានឃើញអ្វីទាំងអស់បន្ទាប់មកស្រាប់តែឃើញមានឈាមតក់នៅលើសម្បត្តិរបស់នាងប៉ុន្តែនៅពេលដែលងើយមើលទៅក៏អត់មានឃើញអីប្លែកដែរហើយបន្ទាប់មកស្រាប់តែមានទឹកខ្មៅបានធ្លាក់មកលើសម្បត្តិរបស់នាងម្ដងទៀតចំណែកអារីនៅពេលដែលគាត់កំពុងតែគេងនោះគាត់បានលើសំឡេងបើកទូរទស្សន៍ចោលអញ្ចឹងបានជាគាត់ចេញមកមើលនៅពេលដែលគាត់ចេញមកស្រាប់តែឃើញម្ដាយរបស់គាត់កំពុងតែអង្គុយមើលទូរទស្សន៍ដែលដាច់ប៉ុស្តិ៍ទៅហើយគាត់ក៏បានធ្វើការសួរនាំប៉ុន្តែម្ដាយរបស់គាត់អត់មកនោះទេគាត់តែពីអង្គុយមើលទូរទស្សន៍និងបកស្បែកខ្លួនឯងមើលទៅគួរឲ្យខ្លាចហើយគាត់ក៏នៅតែបន្តសួរទៀតរហូតដល់ម្ដាយរបស់គាត់ងាកមកប៉ុន្តែមើលទៅទឹកមុខម្ដាយរបស់គាត់ដូចជាមិនសូវស្រួលទាល់តែសោះមើលទៅទឹកមុខដូចជាស្លេកស្លាំងខុសពីមនុស្សធម្មតាហើយថែមទាំងបានបកស្បែកដៃរបស់ខ្លួនឯងថែមទៀតមិនយូរប៉ុន្មានគាត់ក៏បានរង្កិលខ្លួនចុះទៅខាងក្រោមដែលធ្វើឲ្យអារីឆ្ងល់គាត់ក៏បានដើរទៅមើលប៉ុន្តែបែរជាមិនបានឃើញម្ដាយនៅលើសាឡុងទៀតនោះទេផ្ទុយទៅវិញបែរជាបានឃើញរូបគាត់កាពិតទៅអារីគាត់គ្រាន់តែយល់សពតែប៉ុណ្ណោះលុះដល់ថ្ងៃស្អែកព្រឹកឡើងចូលមកដល់អារ៉ាដែលបានលាបថ្នាំទម្លាក់កូនដោយកុហកថាលាបថ្នាំកុំឲ្យឈឺពោះពេលមករដូវនោះកូនរបស់នាងក៏ចាប់ផ្ដើមធ្លាក់មកដូច្នេះនាងក៏បានយកដៃរបស់នាងទៅទាញទម្លាក់វាចេញមកដោយខ្លួនឯងហើយបានលាងស្មាដៃរបស់នាងនិងដើរចេញទៅវិញប៉ុន្តែបែរជាបានជួបជាមួយនឹងអៃរ៉ាឃើញចឹងក៏បានសួរនាំអំពីអាការៈដែលឃើញបងស្រីស្លេកស្លាំងប៉ុន្តែនាងប្រាប់ថានាងគ្រាន់តែមករដូវធម្មតាតែប៉ុណ្ណោះកុំបារម្ភអីហើយក៏បានដើរចេញទៅបាត់ទៅហើយអារ៉ាក៏បានមកបោកសម្អាតនៅក្រណាត់ដែលបងស្រីរបស់នាងធ្លាក់ឈាមប្រឡាក់កាលពីយប់មិញប៉ុន្តែនៅពេលដែលនាងកំពុងតែបោសសម្អាតស្រាប់តែនាងបានឃើញថាដូចជាមានទារកមួយបានលេចចេញមកធ្វើឲ្យនាងភ្ញាក់ព្រឺរហូតដល់តែផ្ងាក្រោយប៉ុន្តែនៅពេលដែលនាងក្រោកឡើងមកមើលម្ដងទៀតហាក់ដូចជាអត់បានឃើញនោះទេចំណែកឯអាឌីឡៃត្រូវបានលោកយាយឲ្យតុក្កតាមួយទៅលេងឃើញបែបនេះអារីក៏បានប្រាប់កូនឲ្យចូលទៅក្នុងទៅចំណុចបន្ទាប់មកគាត់ក៏បានប្រាប់ទៅកាន់ម្ដាយថាកុំឲ្យតុក្កតានាងលេងអីគឺគាត់អាចមានសមត្ថភាពទិញតុក្កតាឲ្យកូនរបស់គាត់លេងបានប៉ុន្តែកូននោះគឺមិនបានស្ដាប់នោះទេបានយកតុក្កតានោះមកអង្គុយលេងនៅក្នុងបន្ទប់តែម្នាក់ឯងហើយនៅក្នុងពេលហ្នឹងតុក្កតាខ្មោចដែលលោកយាយបានឲ្យនោះវាចាប់ផ្ដើមធ្វើការលងបន្លាចទៅលើអាឌីឡៃតែម្ដងនាងក៏បានប្រញាប់រត់ចេញទៅខាងក្រៅដើម្បីឲ្យឪពុករបស់នាងជួយនៅពេលដែលឮសំឡេងកូនរបស់ខ្លួនយំអារីក៏បានប្រញាប់រត់មកហើយអាឌីឡៃបានប្រាប់អំពីហេតុការណ៍ដែលបានកើតឡើងចំពោះនាងថាតុក្កតានោះថាជាតុក្កតាខ្មោចទាំងដែលគ្រប់គ្នាមើលទៅគឺជាតុក្កតាធម្មតាតែប៉ុណ្ណោះដូច្នេះអារីក៏បានយកតុក្កតាមួយហ្នឹងទៅចាក់សោចោលនៅក្នុងទូតែម្ដងទៅលុះស្អែកឡើងពួកគេក៏បានលេងបិទពូនជាមួយនឹងគ្នាដោយអារីគឺជាអ្នកស្វែងរកកូនរបស់គាត់ដែលបានទៅលាក់ខ្លួនចំណែកពួកគេទាំងពីរនាក់ឯនោះវិញបានមកយកសម្លៀកបំពាក់ដើម្បីយកមកហាលឆ្លៀតពេលនឹងផងដែរអារ៉ាចង់បបួលប្អូនស្រីឲ្យទៅនៅទីក្រុងជាមួយនឹងខ្លួនប៉ុន្តែត្រូវបានអ៊ីរ៉ាបដិសេធដោយសារតែគ្មានអ្នកនៅមើលម្ដាយចំណែកឯអារីគាត់រកកូនរបស់គាត់ក៏បានប្រទះឃើញថានាងពួននៅខាងក្រោមគ្រែព្រោះគាត់បានឃើញជើងភ្លាមនោះគាត់ក៏បានអោនទៅចាប់ជើងរបស់នាងប៉ុន្តែត្រូវបានកូនស្រីសួរថាតើប៉ាកំពុងតែធ្វើអ្វីនៅទីនោះភ្លាមនោះធ្វើឲ្យអារីភ្ញាក់ព្រឺតប៉ុន្តែនៅពេលដែលគាត់មើលម្ដងទៀតបែរជាបានឃើញតុក្កតាដែលម្ដាយរបស់គាត់ឲ្យទៅកាន់កូនស្រីរបស់គាត់នឹងនៅខាងក្រោមគ្រែទៅវិញចំណែកឯអ៊ីរ៉ានៅពេលដែលនាងកំពុងតែហាលក្រណាត់តែម្នាក់ឯងនៅពេលនោះក្រណាត់នឹងក៏ត្រូវបានខ្យល់ប៉ើងបក់ធ្លាក់ទៅដីប៉ុន្តែទម្រង់បែរជាដូចជាមនុស្សអញ្ចឹងមិនយូរប៉ុន្មានក្រណាត់នោះក៏បានប្រែក្លាយទៅជាធម្មតាវិញធ្វើឲ្យនាងធូរទ្រង់បន្តិចអ៊ីរ៉ាបានភ្ញាក់ម្ដងទៀតដោយសារតែម្ដាយមកឈរនៅពីក្រោយខ្នងគាត់ប្រាប់ថាគាត់មកនេះគ្រាន់តែចង់ជួយហាលក្រណាត់ឲ្យនាងតែប៉ុណ្ណោះដូច្នេះគាត់ក៏បានជួយហាលនាងលុះដល់ពេលយប់ឡើងពាក់កណ្ដាលយប់អារ៉ាក៏ស្រាប់តែភ្ញាក់ដឹងខ្លួនឡើងគឺដោយសារតែនាងបានឮសំឡេងដូចជាមានគេធ្វើអ្វីទឹកប៉ុន្តែនៅពេលដែលនាងចេញមកទើបដឹងថាសំឡេងនោះគឺម្ដាយរបស់នាងកំពុងតែឈប់បោកក្បាលជាមួយនឹងជញ្ជាំងដូច្នេះនាងក៏បានដើរទៅដើម្បីធ្វើការសួរនាំថាតើគាត់កំពុងតែធ្វើអ្វីប៉ុន្តែមើលទៅទម្រង់របស់គាត់បែរជាគួរឲ្យខ្លាចទៅវិញមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងបានក្អួតនៅអ្វីម្យ៉ាងចេញមកដល់ទៅពេលដែលគាត់ដកចេញទៅតាមពិត
គឺជាកូនរបស់នាងដែលនាងបានរំលូតនឹងឯងធ្វើឲ្យនាងភ័យជាខ្លាំងតាមពិតវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះហើយនាងគឺពិតជាបានឮសំឡេងនៅខាងក្រៅពិតមែនដូច្នេះនាងក៏បានប្រញាប់ចូលទៅក្នុងភួយវិញដោយមិនបានចេញទៅមើលដូចជាការយល់សប្តិនោះទេលុះដល់ព្រឹកឡើងអារីគាត់បានជូនម្ដាយមកផ្សារប៉ុន្តែគាត់បានឆ្លៀតលួចចូលទៅទិញបារីបន្តិចសិនលុះដល់តែពេលដែលគាត់ទិញហើយត្រឡប់មកវិញក៏ស្រាប់តែបាត់ម្ដាយរបស់គាត់មិនដឹងទៅណានោះទេគាត់ខំប្រឹងដើររករហូតចូលទៅដល់កន្លែងមួយកន្លែងនោះគឺតូបអត់មានអ្នកលក់ឡើយហើយថែមទាំងងងឹតថែមទៀតប៉ុន្តែបែរជាបានឃើញម្ដាយរបស់គាត់កំពុងតែឈរនៅទីនោះលុះដល់តែពេលដែលគាត់ហៅហើយគាត់ងាកមកគឺមិនដូចជាម្ដាយរបស់គាត់ឡើយមិនត្រឹមតែប៉ុណ្ណោះជើងបែរជាមិនដល់ដីថែមទៀតធ្វើឲ្យអារីដឹងថានោះគឺមិនមែនជាម្ដាយរបស់គាត់នោះទេវាគឺជាខ្មោចមិនយូរប៉ុន្មានវាក៏បានបាត់ទៅវិញដែលធ្វើឲ្យគាត់ធូរទ្រូងបន្តិចនៅពេលដែលគាត់ឮសំឡេងហៅពីក្រោយខ្នងគាត់បានងាកមើលប៉ុន្តែអត់ឃើញអីនោះទេអារីបានភ្ញាក់ដឹងខ្លួនឡើងវិញភ្លាមទើបដឹងថាអ្វីដែលគាត់បានឃើញអបាញ់មិញវាគ្រាន់តែជាការភ្លឹកឬការយល់សប្តិទាំងថ្ងៃតែប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាគាត់ជួបជាមួយនឹងរឿងរ៉ាវបែបនេះពេលដែលជួបហេតុការណ៍ចម្លែកច្រើនខ្លាំងពេកគាត់បានហាមកូនរបស់គាត់មិនឲ្យទទួលទានម្ហូបដែលម្ដាយរបស់គាត់បានធ្វើនោះទេព្រមទាំងបានយកនាងចូលទៅក្នុងបន្ទប់ថែមទៀតដែលធ្វើឲ្យម្ដាយខឹងនិយាយថាការពិតទៅគាត់មិនមែនមានចៅតែម្នាក់ឡើយគឺមានពីរនាក់ប៉ុន្តែសំណាងអាក្រក់គឺនាងជាអ្នកយកចេញធ្វើឲ្យអ៊ីរ៉ាហ្នឹងនាងមានការភ្ញាក់ផ្អើលជាខ្លាំងថាតើម្ដាយកំពុងតែនិយាយអ្វីការពិតទៅម្ដាយហ្នឹងគឺបានដឹងថាកូនស្រីបានរំលូតកូនដែលធ្វើឲ្យការតឹងសរសៃកដាក់គ្នាដោយអារ៉ានិយាយថានាងនឹងមិនដូចជាម្ដាយរបស់នាងឡើយព្រោះតែនាងមិនចង់បង្កើតអ្នកដែលនាងមិនចង់បាននោះទេដែលធ្វើឲ្យមានជោគវាសនាដូចជាពួកគេអញ្ចឹងការពិតទៅពួកគេគឺជាកូនដែលមានឪពុកខុសៗគ្នាប៉ុន្តែម្ដាយតែមួយហើយនាងក៏បានដើរចូលទៅខាងក្នុងបន្ទប់បាត់ទៅហើយពេលនោះប្អូនស្រីក៏បានមកលងលោមប៉ុន្តែនាងប្រាប់ថានាងចង់នៅម្នាក់ឯងអញ្ចឹងអ៊ីរ៉ាគឺមានតែចេញមកខាងក្រៅដើម្បីមករៀបចំម្ហូបអាហារទុកតែប៉ុណ្ណោះប៉ុន្តែស្រាប់តែទូរទស្សន៍បែរជាបើកដោយខ្លួនឯងដូច្នេះនាងក៏បានដើរទៅបិទប៉ុន្តែបន្ទាប់ពីបិទរៀបតែនឹងដើរចេញហ្នឹងទូរទស្សន៍បែរជាបើកដោយខ្លួនឯងម្ដងទៀតធ្វើឲ្យអ៊ីរ៉ាហ្នឹងចាប់ផ្ដើមឆ្ងល់ថាតើហេតុអ្វីបានជាថ្ងៃនេះទូរទស្សន៍របស់នាងប្រែក្លាយទៅជាអញ្ចឹងបន្ទាប់មកមានដៃមួយមកចាប់ស្មារបស់នាងប៉ុន្តែនៅពេលដែលនាងកលេចមើលទៅខាងក្រោយបែរជាអត់មានឃើញអ្វីទាំងអស់គឺមានតែនាងតែម្នាក់ឯងតែប៉ុណ្ណោះចំណែកឯអារ៉ានៅពេលដែលនាងគេងលក់នៅក្នុងបន្ទប់តែម្នាក់ឯងស្រាប់តែនាងដឹងខ្លួនឡើងដោយសារតែនាងឮសំឡេងកូនក្មេងយំជាមួយនឹងកៅអីយល់នៅក្នុងបន្ទប់នេះប៉ុន្តែនៅពេលដែលនាងកលេចមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់ទៅវិញធ្វើឲ្យនាងមានអារម្មណ៍ថានៅពេលដែលបានជួបជាមួយនឹងហេតុការណ៍ដែលគួរឲ្យខ្លាចអញ្ចឹងទើបអារ៉ាជឿពីអ្វីដែលប្អូនស្រីធ្លាប់បាននិយាយថាម្ដាយរបស់ពួកគេប្រហែលជាមានគេធ្វើអំពើអញ្ចឹងហើយបានជានាងចង់ដឹងពីមូលហេតុដែលប្អូនស្រីនិយាយបែបនេះហើយមូលហេតុដែលនាងបានដឹងគឺដោយសារតែលោក VL គាត់ជាអ្នកសរសេរសម្បត្តិប្រាប់អញ្ចឹងហើយបានជានាងគិតបែបនេះចំណែកឯអារីអេណាវិតសុកស្រាប់តែបង្អួចនៅក្នុងបន្ទប់របស់គាត់បែរជារបាក់ឡើងដោយខ្លួនឯងប៉ុន្តែនៅពេលដែលគាត់ទៅពិនិត្យមើលបែរជាមិនបានឃើញអ្វីទាំងអស់ប៉ុន្តែនៅពេលដែលងាកមកវិញស្រាប់តែបាត់កូនស្រីរបស់គាត់មិនដឹងទៅណាទាំងដើមបាញ់មិញគឺនាងគេងនៅលើគ្រែនេះសោះប៉ុន្តែមិនយូរប៉ុន្មានគាត់បានស្រែកខ្លាំងរហូតធ្វើពួកគេទាំងពីរនាក់ឮសំឡេងហើយក៏បានប្រញាប់នាំគ្នារត់ចូលមកប៉ុន្តែអត់បានឃើញអីនោះទេសូម្បីតែកូនស្រីរបស់គាត់នឹងក៏កំពុងតែដេកនៅលើគ្រែធម្មតាដែរនាងអត់បានបាត់ទៅណាឡើយហើយវិធីនៅក្នុងការពិសោធន៍ដើម្បីឲ្យដឹងច្បាស់ថាតើម្ដាយរបស់ពួកគេនឹងត្រូវអំពើឬក៏អត់ហើយតើគាត់គឺជាមនុស្សឬក៏អត់អេរ៉ាបានធ្វើទៅតាមអ្វីដែលលោក VL បានប្រាប់ដោយយកប្រមាណជាមួយនឹងទឹកមួយពែងបន្ទាប់មកសូត្រនៅមន្តគាថាដែលគាត់បានសរសេរដាក់នៅក្នុងសម្បត្តិនោះហើយយករបស់នឹងដាក់ចូលទៅក្រោមគ្រែរបស់គាត់ចាំពេលព្រឹកឡើងចាំមកមើលម្ដងទៀតប៉ុន្តែនៅពេលដែលនាងដាក់ចូលស្រាប់តែនាងបានឃើញជើងរបស់គាត់ក្រោកឡើងនិងចុះពីលើគ្រែប៉ុន្តែនៅពេលដែលនាងងើយមកលើគ្រែឃើញថាគាត់កំពុងតែសម្រានលក់ធម្មតាអញ្ចឹងតាមបាញ់មិញនោះជាជើងរបស់អ្នកណាទៅមិនអស់ចិត្តក៏បានអោនមើលម្ដងទៀតប៉ុន្តែលើកនេះអត់បានឃើញជើងដោយការពេលលើកមុនទៀតនោះទេដល់តែពេលព្រឹកឡើងនាងក៏បានចូលទៅយកពងមាន់នោះយកមកគោះមើលហើយក៏បានឃើញថាពងមាន់នឹងក៏បានប្រែក្លាយទៅជាខ្មៅនិងស្អុយរលួយដូច្នេះសោះបញ្ជាក់ឲ្យឃើញថាម្ដាយរបស់ពួកគេគឺពិតជាត្រូវអំពើពិតមែនប៉ុន្តែសំខាន់គាត់មិនមែនជាមនុស្សនោះទេបន្ទាប់ពីដឹងការពិតអារីប្រាប់ឲ្យគ្រប់គ្នាត្រូវតែចាកចេញពីផ្ទះនឹងនៅក្នុងថ្ងៃនឹងតែម្ដងចំណែកឯលោក VL គាត់បានទទួលបានសម្បត្តិពីអ៊ីរ៉ាសុំជំនួយពីគាត់ព្រោះអីពួកគេមិនអាចធ្វើអ្វីបាននោះទេហើយនៅពេលយប់ឡើងមិនទាន់បាននឹងចាកចេញផងស្រាប់តែមេឃចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងដែលធ្វើពួកគេនឹងគឺមិនអាចចាកចេញទៅក្រៅបានឡើយ
អញ្ចឹងពួកគេគឺមានតែនាំគ្នាសម្រាកនៅក្នុងផ្ទះនេះមួយយប់នឹងទៀតតែប៉ុណ្ណោះចាំព្រឹកស្អែកឡើងចាំនាំគ្នាចាក់ចេញទៅប៉ុន្តែនៅក្នុងយប់នេះមិនអនុញ្ញាតឲ្យនរណាគេម្នាក់ចេញទៅខាងក្រៅបន្ទប់ឡើយប៉ុន្តែនៅពេលយប់ឡើងដោយសារតែអារានាងធ្លាក់ឈាមច្រើនពេកនាងក៏បានចូលទៅក្នុងបន្ទប់ទឹកដើម្បីធ្វើការផ្លាស់ប្ដូរនៅខោរបស់នាងប៉ុន្តែពេលនោះនាងបានធ្វើឲ្យកែវធ្លាក់បែកហើយនាងក៏អត់ទាន់បានចាប់អារម្មណ៍បោះសម្អាតអីដែរនាងបានធ្វើការផ្លាស់ប្ដូរខោរបស់នាងជាមុនសិនបន្ទាប់មកក៏រៀបចំនឹងដើរចេញពីបន្ទប់ទឹកនេះប៉ុន្តែនាងបែកជាបានឮសំឡេងក្មេងយំយ៉ាងខ្លាំងដែលធ្វើឲ្យនាងមានការផិតភ័យហើយបំរុងនឹងរត់ចេញពីទីនេះប៉ុន្តែទ្វារបែកជាត្រូវបានជាប់សោហើយសំឡេងចេញពីក្នុងទឹកមកចំណែកឯអ៊ីរ៉ានៅពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងអត់ឃើញអារ៉ានោះទេហើយនាងថែមតែបានឃើញថាមានឈាមប្រឡាក់ជោកនៅលើពុកថែមទៀតដូច្នេះនាងក៏បានដើរចេញទៅខាងក្រៅប៉ុន្តែបែរជាបានឃើញស្នាមឈាមហើយនាងក៏បានដើរទៅតាមស្នាមឈាមនោះពេលនោះនាងបានឃើញអារ៉ាដែលជាបងស្រីរបស់នាងមើលទៅគួរឲ្យខ្លាចលុះដល់ពេលដែលកលេចមើលម្ដងទៀតស្រាប់តែអត់ឃើញអីនោះទេក្រៅតែពីភាពទទេស្អាតតែប៉ុណ្ណោះហើយនាងក៏បានដើរមកកាន់បន្ទប់ទឹកក៏បានប្រទះឃើញសាកសពរបស់អារ៉ាដែលស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយដូច្នេះពួកគេក៏បានធ្វើពិធីបុណ្យសពឲ្យអារ៉ាអំឡុងពេលដែលគ្រប់គ្នាចាក់ចេញត្រឡប់ទៅផ្ទះអស់នៅសល់តែអ៊ីរ៉ានៅពេលហ្នឹងលោកហ្វីអាល់គាត់ក៏បានមកដល់ហើយគាត់បាននិយាយណែនាំខ្លួនថាគាត់គឺឈ្មោះថាហ្វីអាល់ដែលនាងតែងតែសរសេរសម្បត្តិទៅកាន់គាត់និងសុំជំនួយពីគាត់ហើយគាត់ក៏បានធ្វើការបកស្រាយប្រាប់ថាម្ដាយរបស់ពួកគេហ្នឹងនៅពេលនេះមិនមែនជាមនុស្សនោះទេគឺជាអារ៉ាដោយសារតែគាត់ត្រូវអំពើអញ្ចឹងអារ៉ាត្រូវការសាកសពរបស់មនុស្សចូលទៅក្នុងដីដើម្បីជាដង្វាយរបស់វាប៉ុន្តែបើសិនជាសាកសពមិនត្រូវបានកប់ចូលទៅក្នុងដីនោះទេសមាជិកគ្រួសារនឹងត្រូវស្លាប់ជំនួសវិញចំណែកឯអារីគាត់ក៏បាននឹកឃើញអំពីរឿងរ៉ាវដែលម្ដាយរបស់គាត់ធ្លាប់ធ្វើកាលពីនៅក្មេងដល់ពេលហ្នឹងដោយសារតែនៅជាមួយនឹងគាត់មិនបានគាត់ហើយនឹងអារ៉ាហ្នឹងក៏បាននាំគ្នាចាកចេញពីផ្ទះដើម្បីទៅរស់នៅទីក្រុងប៉ុន្តែបន្ទាប់ពីគាត់ធំទៅមានប្រពន្ធនិងកូនគាត់ក៏បានមកសុំជំនួយពីម្ដាយព្រោះគាត់គ្មានប្រាក់សម្រាប់ជួបផ្ទះទៀតនោះទេផ្ទុយទៅវិញបែរជាត្រូវបានម្ដាយវាយនិងនិយាយមើលងាយគាត់យ៉ាងខ្លាំងថែមទៀតផងហើយដោយសារតែគាត់មិនអាចខ្ចីប្រាក់ពីម្ដាយបានធ្វើឲ្យប្រពន្ធរបស់គាត់នោះសម្រេចចិត្តរត់ចោលគាត់និងកូនបាត់ទៅរហូតធ្វើឲ្យគាត់ខឹងខ្លាំងពេកក៏បានមករកគ្រូអាគមដើម្បីឲ្យធ្វើអំពើសម្លាប់ម្ដាយរបស់ខ្លួនឯងប៉ុន្តែគ្រូអាគមប្រាប់ថាបើសិនជាគាត់ចង់ប្រែចិត្តឈប់ធ្វើរឿងរ៉ាវទាំងអស់នេះគាត់គ្រាន់តែយកនៅយ័ន្តនេះដុតកំទេចចោលទៅនោះអំពើហ្នឹងនឹងត្រូវរលាយសាបសូន្យដោយខ្លួនឯងបន្ទាប់មកគាត់ក៏បានយកវាទៅកប់នៅបរិវេណផ្ទះរបស់គាត់ដើម្បីសម្លាប់ម្ដាយដោយសារតែគាត់នឹកឃើញដល់រឿងនេះគាត់ក៏សម្រេចចិត្តគាស់វាចេញមកដើម្បីដុតកំទេចចោលដើម្បីឲ្យអំពើនោះត្រូវបានរលាយហើយគាត់បានប្រាប់ឲ្យកូនរងចាំនៅទីនេះកុំទៅណាឲ្យសោះប៉ុន្តែនៅពេលនោះស្រាប់តែកូនស្រីរបស់គាត់បានឃើញម្ដាយរបស់វាគេក៏បានរត់ទៅតាមម្ដាយបាត់ទៅហើយនៅពេលដែលពួកគេទាំងពីរនាក់មកដល់និងហាមឃាត់គាត់ក៏បានប្រាប់អំពីមូលហេតុដែលគាត់ជីកនៅទីនេះប៉ុន្តែនិយាយសក់ក៏ស្រាប់តែបាត់កូនស្រីដូច្នេះគាត់ក៏បានប្រញាប់រត់ទៅរកប៉ុន្តែក៏ត្រូវបានប្អូនស្រីប្រាប់ថាទីនេះទុកឲ្យនាងជាអ្នកដោះស្រាយចំណែកគាត់ឆាប់ទៅជីកកប់ដុតបំផ្លាញនៅយន្តអាគមនោះចោលទៅដូច្នេះគាត់ក៏បានត្រឡប់មកវិញដើម្បីជីករកយន្តអាគមដែលគាត់បានកប់ចំណែកឯអ៊ីរ៉ាវិញដោយសារតែបើកទ្វារចូលមិនរួចនាងក៏បានចូលទៅតាមបងអួចដើម្បីស្វែងរកកូនស្រីបងប្រុសរបស់នាងចំណែកឯអារីគាត់ក៏នៅតែបន្តការជីកគាត់កប់រយៈនោះទេប៉ុន្តែជីកជ្រៅប៉ុណ្ណាទៅហើយក៏នៅតែមិនឃើញទៀតស្របពេលដែលអ៊ីរ៉ានៅវិញគឺមានដៃខ្មោចជាច្រើនបានមកចាប់ច្របាច់កបំរុងនឹងយកនាងទៅប៉ុន្តែពេលនោះក្មួយស្រីបែរជាដើរចេញមកដោយខ្លួនឯងបំរុងនឹងដឹកដៃចេញទៅខាងក្រៅការពិតដៃនោះគឺមិនមែនជាដៃក្មួយស្រីនោះទេគឺជាដៃខ្មោចអញ្ចឹងនាងបានបោះដៃនោះចោលដើម្បីទៅស្វែងរកក្មួយស្រីបន្តទៀតនៅទីបំផុតនាងក៏បានឃើញក្មួយស្រីរបស់នាងកំពុងតែបើកបង្អួចនិងបោកក្បាលជាមួយនឹងកញ្ចក់បង្អួចឃើញបែបនេះនាងខំប្រឹងស្រែកហាមឃាត់ដែរប៉ុន្តែក្មួយស្រីនោះហាក់ដូចជាមិនស្ដាប់សម្ដីរបស់នាងទាល់តែសោះលើពេលដែលនាងបំរុងនឹងរត់ទៅជួយក៏ត្រូវបានតុកនោះអង្កលមកសង្កត់ខ្លួននាងជាប់បន្ទាប់មករាងកាយម្ដាយរបស់នាងក៏បានបង្ហាញខ្លួនចេញមកគឺជាខ្មោចហើយដើរសម្ដៅមករកក្មួយស្រីរបស់នាងបន្ទាប់មកវាក៏បានលូតកឡើងវែងនិងដៃរបស់វាចាប់ក្បាលរបស់អាន់ឌីឡៃដើម្បីសម្រាប់នាងជាមួយនឹងកញ្ចក់មួយនេះហើយអ៊ីរ៉ាមិនអាចធ្វើអ្វីបាននោះទេបានត្រឹមតែស្រែកសុំអង្វរកុំឲ្យសម្លាប់អាឌីឡៃតែប៉ុណ្ណោះចំណែកអារីនៅទីបំផុតគាត់ក៏បានជីករកឃើញនៅយន្តអាគមដែលគាត់បានដាក់នោះហើយគាត់ក៏បានយកដេកេដើម្បីដុតកំទេចវាដើម្បីឲ្យអាគមឬក៏អំពើមួយនេះត្រូវបានរលាយសាបសូន្យទៅចំណែកឯលោកហ្វារីអាល់វិញចូលមកជួយដែរប៉ុន្តែបែរជាត្រូវបានប៉ើងខ្ទាតទៅម្ខាងគាត់មិនអាចជួយអ្វីបាននោះទេយ៉ាងណាក៏ដោយយន្តអាគមមួយនេះក៏ត្រូវបានឆេះខ្ទេចខ្ទីអស់
ដែលជាហេតុធ្វើឲ្យខ្មោចដែលនៅក្នុងខ្លួនម្ដាយរបស់នាងនោះក៏ត្រូវបានរលាយសាបសូន្យទៅតាមយន្តអាគមនឹងបាត់ទៅនៅទីបំផុតគឺនៅសេសសល់តែរាងកាយម្ដាយរបស់នាងដែលបានស្លាប់បាត់ទៅហើយតែប៉ុណ្ណោះហើយនាងក៏បានចេញមកខាងក្រៅដើម្បីប្រាប់ថារឿងរ៉ាវទាំងអស់ត្រូវបានបញ្ចប់ហើយហើយនៅពេលហ្នឹងដៃជាច្រើនបានចេញមកនឹងទាញនាំយកអារីចូលទៅក្នុងដីព្រោះតែគ្រូអាគមនោះមិនបានបញ្ជាក់ប្រាប់ថាបើសិនជាគាត់ចង់រំសាយនៅអាគមមួយនេះនោះវិញ្ញាណអាក្រក់វានឹងមកយកគាត់ជំនួសវិញអញ្ចឹងគាត់ក៏ត្រូវបានស្លាប់ចំណែកឯលោក Fial វិញគាត់បានសួរអំពីឈ្មោះរបស់អេរ៉ាពេញហើយគាត់និយាយចំឈ្មោះរបស់នាងទាំងអស់ដែលធ្វើឲ្យនាងឆ្ងល់ថាតើហេតុអ្វីបានជាគាត់ស្គាល់ឈ្មោះរបស់នាងអញ្ចឹងគាត់ក៏បានប្រគល់សម្បត្តិដែលបញ្ជាក់ថាគាត់គឺជាប្តីម្ដាយរបស់នាងហើយនាងក៏ជាកូនរបស់គាត់ផងដែរព្រោះអីមុនពេលដែលពួកគេទាំងពីរនាក់បែកគ្នាគឺគាត់មាននាងនៅក្នុងពោះរួចទៅហើយបន្ទាប់ពីអានសេចក្តីនៅក្នុងសម្បត្តិដែលម្ដាយរបស់នាងសរសេរឲ្យលោក Fial ទើបដឹងថាការពិតលោក Fial គឺជាឪពុកបង្កើតរបស់នាងហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯង